បាទសូមជម្រាបសួរប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះបាទពីកម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានសំខាន់ច្រើនទាំងព័ត៌មានជាតិនិងអន្តរជាតិបាទដូច្នេះជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅកាលពីរសៀលថ្ងៃទី19ខែឧសភាឆ្នាំ2026កន្លងទៅនេះគណៈប្រតិភូដឹកនាំដោយអ្នកអង្គម្ចាស់ស៊ីសវ័តសិទ្ធិដែននៃព្រះរាជវង្សានុវង្សកម្ពុជាបានយាងទៅបំពេញទស្សនកិច្ចនៅគណៈកម្មាធិការអាស៊ីអាតភិបដែលមានប្រធានគណៈកម្មាធិការគឺលោកលីហឺប៊ឺនមានទីតាំងនៅអាគារស៊ីនៃជីវ៉ាជឿនផេនតាវ៉ាន់ដោយបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពនិងចក្ខុវិស័យរបស់គណៈកម្មាធិការនាឱកាសនោះអ្នកអង្គម្ចាស់ស៊ីសវ័តសិទ្ធិដែននិងគណៈប្រតិភូបានទស្សនាកិច្ចការងារទូទៅនៅក្នុងការិយាល័យនិងស្ថានភាពគម្រោងសំខាន់របស់គណៈកម្មាធិការបន្ទាប់មកបានយាងទៅកាន់បន្ទប់ទទួលភ្ញៀវជាន់ទី15ដើម្បីជួបពិភាក្សាការងារជាមួយលោកផាកបងខ្ជូប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីលោកលីចាក់ស៊ីកប្រធានគណៈកម្មាធិការកិច្ចការពិសេសលោករ៉ាជីអុងហ៊ីយុនអគ្គលេខាធិការនិងសាស្ត្រាចារ្យលីវូឆេងផងដែរនៅក្នុងកិច្ចពិភាក្សានោះលោកប្រធានកិច្ចសហប្រតិបត្តិការផាកបានចែករំលែកនៅផែនការអភិបដែលជាអូឡ িম্প ពិកសិល្បៈកំពុងជំរុញដោយគណៈកម្មាធិការអាស៊ីអាតភិបរួមទាំងចក្ខុវិស័យស្ដីពីគម្រោងផ្លាស់ប្ដូរវប្បធម៌និងសិល្បៈអន្តរជាតិលោកបានសង្កត់ធ្ងន់ថាសិល្បៈគឺជាតម្លៃដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងមនុស្សជាតិដោយឆ្លងកាត់ព្រំដែនប្រទេសនិងភាសានិងបានបន្តថានេះជាយុគសម័យដែលត្រូវការវេទិកាវប្បធម៌អន្តរជាតិថ្មីមួយដែលរួមបញ្ចូលទាំងកីឡានិងសិល្បៈជាមួយគ្នាដោយសារឆ្នាំក្រោយគឺជាឆ្នាំដ៏មានអត្ថន័យនៃការប្រារព្ធខួបលើកទី30នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងកម្ពុជាយើងសង្ឃឹមយ៉ាងមុតមាំថាការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការវប្បធម៌សិល្បៈរវាងប្រទេសទាំងពីរកម្ពុជាកូរ៉េត្រូវពង្រីកបន្ថែមទៀតបន្ទាប់មកលោកបានរំលឹកពីប្រវត្តិសាស្ត្រដែលអូឡ িম্প ពិកសិល្បៈត្រូវបានលុបចេញពីវិញ្ញាសាផ្លូវការរបស់អូឡ িম্প ពិកដោយសារតែចំនួនជុំវិញភាពយុត្តិធម៌ហើយបានពន្យល់ពីភាពចាំបាច់នៃការរស់ឡើងវិញនៃអូឡ িম্প ពិកសិល្បៈដែលកំពុងត្រូវបានលើកយកមកជជែកដេញដោលសារជាថ្មីនាពេលថ្មីនេះចំពោះបញ្ហានេះអ្នកអង្គម្ចាស់ស៊ីសវ័តសិទ្ធិដែនបានបង្ហាញការយល់ស្របចំពោះចក្ខុវិស័យនិងគោលបំណងរបស់គណៈកម្មាធិការអាស៊ីអាតភិបហើយព្រះអង្គបានយល់ព្រមទទួលយកតំណែងជាទីប្រឹក្សារបស់គណៈកម្មាធិការនេះបន្ទាប់ពីបានទទួលលិខិតតែងតាំងជាផ្លូវការអ្នកអង្គម្ចាស់ស៊ីសវ័តសិទ្ធិដែនបានបង្ហាញពីក្តីរំពឹងទុកខ្ពស់ចំពោះការយាងចូលរួមក្នុងពិធីបើកនិងពិធីបិទព្រឹត្តិការណ៍អាស៊ីអាតភិបដែលនឹងត្រូវប្រារព្ធឡើងរៀងរាល់2ឆ្នាំម្ដងរួមទាំងសន្និសីទ AAC ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងសន្និសីទអន្តរជាតិដែលមានការចូលរួមពីបណ្ដាប្រទេសនៅមជ្ឈិមបូព៌ានិងអាស៊ីព្រមទាំងបានសម្ដែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រីកការផ្លាស់ប្ដូរវប្បធម៌សិល្បៈអន្តរជាតិចំណែកលោកលីចាក់ស៊ីកប្រធានគណៈកម្មាធិការកិច្ចការពិសេសបានមានប្រសាសន៍ដែលការយាងមកបំពេញទស្សនកិច្ចផ្លូវការនិងការទទួលយកតំណែងជាទីប្រឹក្សាពីសំណាក់ព្រះរាជវង្សានុវង្សកម្ពុជាគឺជាឱកាសដ៏មានអត្ថន័យដែលបង្ហាញពីឋានៈនិងការចាប់អារម្មណ៍ជាអន្តរជាតិចំពោះគណៈកម្មាធិការអាស៊ីអាតភិបយើងរំពឹងថាកិច្ចសហប្រតិបត្តិការជាមួយវិស័យវប្បធម៌និងសិល្បៈពិភពលោកនឹងរីកដុះដាលកាន់តែខ្លាំងហួសពីដែនដីអាស៊ីទៅទៀតដោយឡែកគណៈកម្មាធិការអាស៊ីអាតភិបកំពុងជំរុញគម្រោងសកលផ្សេងៗនិងចលនារស់ឡើងវិញនៃអូឡ িম্প ពិកសិល្បៈក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរអន្តរជាតិនិងសន្តិភាពវប្បធម៌តាមរយៈសិល្បៈដែលជាវីរៈសហប្រតិបត្តិការរួមរបស់អាស៊ី